ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះក្រុមរបស់ពួកខ្ញុំនឹងមកធ្វើតេស្តដំណើរការអំពី Diffuse Reflective Sensor ចំពោះ sensor ប្រភេទនេះវាមានពីរផ្នែកទី1ផ្នែក emitter ដែលវាបញ្ចេញនូវពន្លឺពីរផ្នែក receiver ដែលវាចាប់យកនៅពន្លឺទាំងនេះគឺជា model របស់វាដែលវាជាប្រភេទ sensor NPN សពថ្ងៃនេះsensor វាដើរតួនាទីយ៉ាងសំខាន់មែនទែនមិនថានៅក្នុងជីវភាពប្រចាំថ្ងៃឬនៅក្នុងរោងចក្រឧស្សាហកម្មទេវាបានជំនួសនៅកម្លាំងរបស់មនុស្សបានមួយចំនួនធំហើយក៏បង្កើនភាពងាយស្រួលដល់មនុស្សមួយចំនួនធំផងដែរហើយទាំងនេះគឺជាឧបករណ៍ដែលយើងត្រូវយកមកដំឡើងវាមានក្តារបត sensor បង្គោលបន្ទះជ័រនិងតួនាវីចំណែកឯបតមួយទៀតគឺបត controller វាមានផ្នែក input terminal និងផ្នែក outputឥឡូវយើងមកធ្វើការដំឡើងទាំងអស់គ្នាដំបូងត្រូវយកបង្គោលគៀប sensor ទៅនឹងបតបន្ទាប់មកត្រូវយកជើងរបស់ sensor ដែលវាមាន3ប៉ុស្តិ៍ភ្ជាប់ទៅនឹង terminal ពណ៌ខៀវនឹងភ្ជាប់ទៅពោដកពណ៌ត្នោតភ្ជាប់ទៅពោបូកចំណែកឯពណ៌ខ្មៅគឺផ្នែក output នៅពេលយើងភ្ជាប់ជើងវាខុសនោះ sensor វាអត់ដំណើរការទេហើយតិចថា sensor គេខូចមែនទេអ្នកទាំងអស់គ្នាប្រហែលជាយើងភ្ជាប់ខុសខ្លួនឯងទៅមើលសារថ្មីកុំឲ្យខាតពេលយូរយើងចូលដល់ការធ្វើដំណើរការទាំងអស់គ្នានៅក្នុង function នេះគឺខ្ញុំដាក់នៅក្នុង dark on ក្នុង function dark on នេះដែរនៅពេលដែលមាន sensing object អីមួយឆ្លងកាត់ sensor នោះអំពូផ្នែក control វានឹងងងឹតនៅពេលដែលមានវត្ថុអីមួយឆ្លងកាត់ពីមុខវានៅចម្ងាយគៀកពេកវាមិនអាច target បានទេយ៉ាងហោចណាស់ក៏បាន3ទៅ4សង់ទីម៉ែត្រដែរវាមិនខុសអីពីភ្នែកយើងទេអ្នកទាំងអស់គ្នានៅពេលដែលវត្ថុដែលនៅគៀកនឹងភ្នែកពេកយើងមើលមិនឃើញទេហើយនេះជាជ័រពណ៌សដែលខ្ញុំយកមកឆ្លងកាត់វាគឺវា target បានរៀងឆ្ងាយចាំមើលម្ដងនេះខ្ញុំយកជ័រពណ៌ខ្មៅមកដាក់គឺវា target បានជិតមែនតែនណាដោយសារអីដោយសារតែពណ៌ខ្មៅហ្នឹងវាអត់ជះនៅពន្លឺទេគឺវាបានបឺតនៅពន្លឺទៅវិញទេចាំមើលម្ដងហ្នឹងខ្ញុំយកកញ្ចក់ដាក់ម្ដងយើងឃើញថាកញ្ចក់វាអាច target បានឆ្ងាយព្រោះអីព្រោះថាកញ្ចក់ហ្នឹងវាជា mirror នោះវាអាចផ្លាតពន្លឺជះទៅវិញនេះយើងចូលមកដល់ function light on វិញក្នុង function ហ្នឹងដែរវាអត់សូវខុសគ្នាជាមួយ function dark on ទេអ្នកទាំងអស់គ្នាគឺក្នុង function ហ្នឹងនៅពេលដែលមាន sensing object ឬវត្ថុអ្វីមួយឆ្លងកាត់ sensor នោះអំពូលផ្នែក control វានឹងភ្លឺចំណែកឯចម្ងាយវាក៏អត់ខុសគ្នាទៅនឹង function dark on ដែរគឺខ្ញុំសន្មតថាស្រេះតែប៉ុណ្្នឹងបើបញ្យលដដែលច្រើនដងទៀតអ្នកទាំងអស់គ្នាអាចនឹងធុញអញ្ចឹងខ្ញុំសូមចប់តែប៉ុណ្្នឹងហើយក៏អរគុណចំពោះការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់អរគុណអ្នកទាំងអស់គ្នាជម្រាបលា